អ្នករត់កង់3រាប់សិបអ្នកនៅព្រឹកថ្ងៃទី27ខែមេសាបានប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីនៅមុខក្រុមហ៊ុនដឹកជញ្ជូន Grab ក្នុងរាជធានីភ្នំពេញដោយទាមទារឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយនេះរួមនឹងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតដំឡើងថ្លៃដឹកឲ្យពួកគេឲ្យបាន3200រៀលសម្រាប់គីឡូម៉ែត្រដំបូងហើយគីឡូម៉ែត្របន្ទាប់ត្រូវគិតឲ្យបាន1200រៀលក្នុង1គីឡូម៉ែត្រចូលទៅតវ៉ាដើម្បីឲ្យក្រុមហ៊ុនឲ្យក្រសួងក៏ហៅក្រុមហ៊ុនទាំងអស់ទៅជួបនៅសាលាក្រុងទៅក្រសួងការតវ៉ានេះធ្វើឡើងក្រោយក្រុមអ្នករត់កង់3ទាំងនេះសង្កេតឃើញថាក្រុមហ៊ុនដឹកជញ្ជូន Grab មិនមានគោលការណ៍ជាក់លាក់ក្នុងការផ្ដល់តម្លៃសមរម្យដល់ពួកគេដែលធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតធ្វើតាមដែរបើតាមតំណាងអ្នករត់កង់3បានបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន Grab ផ្ដល់តម្លៃ2000រៀលក្នុង1គីឡូម៉ែត្រដំបូងហើយគីឡូម៉ែត្របន្ទាប់គិតឲ្យតែ1000រៀលក៏មានពួកគេជ្រើសរើសយកការតវ៉ានៅមុខក្រុមហ៊ុនដឹកជញ្ជូន Grab ដោយថាប្រសិនបើក្រុមហ៊ុននេះយល់ព្រមដំឡើងថ្លៃដឹកដោយអ្វីដែលពួកគេទាមទារនោះក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតក៏នឹងអនុវត្តតាមតម្លៃនេះដែរខ្ញុំចង់បានឲ្យខាងក្រសួងគាត់ក៏ហៅក្រុមហ៊ុនទាំងអស់ហ្នឹងដែលនៅក្នុងរាជកម្ពុជាហ្នឹងឲ្យគាត់ដាក់តម្លៃថេតម្លៃដូចគ្នា3200គីឡូបន្ទបងហើយគីឡូបន្ទាប់1200នឹងកាត់តម្លៃជើងសារ 15% ហើយបើក្រុមហ៊ុនគាត់មានបញ្ហាអ្វីដែលកែសម្រួលប្រព័ន្ធ system របស់គាត់ឲ្យគាត់ផ្ដល់ដំណឹងមកពួកបងប្អូនដៃមើលទាំងអស់ហ្នឹងហើយពួកយើងត្រូវការតម្លៃគោល3200និងតម្លៃបន្ទាប់1200រៀលនឹងកាត់កម្រៃជើងសារមិនឲ្យលើសពី 15% ទេនេះជាគោលបំណងពួកខ្ញុំចង់បានទាំងអស់គ្នាហើយតម្លៃនេះគឺចង់ឲ្យដាក់ចូលក្នុងបញ្ជីឲ្យសម្រាប់អ្នកបើកបរទូទាំងប្រទេសតែម្ដងកុំឲ្យក្រុមហ៊ុនបរទេសណាមកកលុកតម្លៃទីផ្សារនេះបានតម្លៃគោលគីឡូដំបូងគ្រប់ app ផ្សេងគឺ3000ប៉ុន្តែ Grab ទៅជាអនុវត្តគីឡូគោលនោះតម្លៃគោលនោះមកត្រឹម2000វិញនេះហើយគឺជាកន្លែងដែលពួកយើងត្រូវតែតវ៉ាបន្តទៀតហ្នឹងឲ្យការទុកមិនសុខចិត្តទេរឿងនេះមួយមូលហេតុដែលយើងមកតែទីតាំងនេះមិនទៅទីតាំង Pass App ដោយសារ Pass App គេច្បាស់លាស់ជាងពេលដែលគេឡើងយើងដឹកទៅយើងឃើញថាឡើងមែនពេលដែលគេចុះយើងសួរគេប្រាប់ថាចុះមែនប៉ុន្តែក្រុមហ៊ុន Grab ខ្លួនឯងមិនបានឡើងផងយើងសួរបកកាយថាខ្លួនឯងឡើងហើយណែដែលសំខាន់កន្លែងហ្នឹងអត់ច្បាស់លាស់យើងត្រូវការច្បាស់តំណាងអ្នករត់កង់3បានបញ្ជាក់ថាពួកគេកំពុងប្រមូលស្នាមមេដៃដាក់សំណើទៅក្រសួងការងារដើម្បីឲ្យក្រសួងជួយរកដំណោះស្រាយតាមអ្វីដែលពួកគេទាមទារអនុប្រធាននាយកដ្ឋានអធិការកិច្ចការងារលោកខៀវសធិរាបានបញ្ជាក់ប្រាប់ថាក្រសួងការងារនឹងជួបប្រជុំជាមួយនឹងតំណាងអ្នកតវ៉ានៅម៉ោង2រសៀលនាថ្ងៃទី27ខែមេសានេះក្រោយកិច្ចប្រជុំនេះតំណាងអ្នករត់កង់3បានប្រាប់ថាក្រសួងការងារបានទទួលសំណើនិងយល់ពីបញ្ហាប្រឈមរបស់ពួកគេហើយក្នុងនោះតំណាងក្រសួងការងារអះអាងថានឹងក៏ហៅតំណាងក្រុមហ៊ុនដឹកជញ្ជូននីមួយៗមកប្រជុំវិញម្ដងដើម្បីស្វែងយល់ពីភាគីក្រុមហ៊ុនរួចឈានដល់ការប្រជុំរួមគ្នាស្វែងរកដំណោះស្រាយប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុន Grab លោកកាន់ឈុនណាតបានប្រាប់ប្រជាកាសែតថាភាគីក្រុមហ៊ុន Grab នឹងចូលរួមប្រជុំជាមួយនឹងក្រសួងការងារបើសិនមានការកោះហៅតែយើងឆាយតម្លៃថេពីដើមមកគឺយើងមានគេហៅ bad experience ហ្នឹងគឺគាត់ថាពេលដែលមកស្ទះហ្នឹងគឺមានបងប្អូនយើងគាត់បើក online នេះអញ្ចឹងទៅយើងខ្វះនេះចំណុចហ្នឹងបាទយើងខ្វះ supply បាទអញ្ចឹងហើយបានជាយើងឈានដល់ដំណាក់កាលបច្ចុប្បន្ននេះគឺយើងមានការអភិវឌ្ឍបច្ចេកវិទ្យាឆ្លើយតបទៅនឹងម៉ោងពេលហើយស្ថានភាពចរាចរណ៍ជាក់ស្ដែងនេះគឺដើម្បីឲ្យ platform យើងដំណើរការទៅមុខដោយរលូនហើយ driver យើងក៏គាត់សប្បាយចិត្តនឹងធ្វើការជាមួយយើងអតិថិជនក៏គាត់ពេញចិត្តថាGrab book ម៉ោងណាក៏មានដែរក៏មាន supply អត់ខ្វះទេហើយតម្លៃគឺប្រែប្រួលអញ្ចឹងណាបាទប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវ៉ាន់ពៅយល់ថាការទាមទារនេះដោយសារតែក្រុមអ្នកប្រកបរបររត់កង់3ជួបបញ្ហាប្រឈមច្រើនដែលប៉ះពាល់ដល់ជីវភាពពួកគេថ្លៃដឹកវិទ្យាល័យទាបពេកហើយកាត់កម្រៃជាងសារវាខ្ពស់អញ្ចឹងគាត់អត់អាចប្រកបមុខរបរអាជីវកម្មរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវភាពគ្រួសារទេកុំឲ្យតែរត់អេបមួយថ្ងៃគាត់ចាំតែក្រុមហ៊ុនដែលគាត់អត់មានបានប្រយោជន៍អីពីការដឹកជញ្ជូនតាមប្រព័ន្ធអេបហ្នឹងអាហ្នឹងការទាមទារវាជារឿងត្រឹមត្រូវដើម្បីឆ្លើយតបជីវភាពរបស់ពួកគាត់ឆ្លើយតបនឹងប្រាក់ចំណូលនេះជាលើកទី2ហើយដែលក្រុមអ្នករត់កង់3ប្រមូលផ្ដុំគ្នារាប់សិបនាក់ដើម្បីទាមទារឲ្យក្រុមហ៊ុនដឹកជញ្ជូន Grab រួមនឹងក្រុមហ៊ុនផ្សេងទៀតដំឡើងថ្លៃដឹកនិងបញ្ចុះកម្រៃជើងសារឲ្យពួកគេ
ក្នុងនោះកាលពីលើកទី1ពួកគេបានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលមហោស្រពកោះពេជ្រកាលពីដើមខែមេសាកន្លងទៅនេះ តម្លៃក្រុមហ៊ុនអេបណាក៏ដោយឲ្យតម្លៃស្មើគ្នាតម្លៃគោលគឺ 1200 ហើយកាត់ភាគរយ 10% ឬក៏ 15% គឺស្មើគ្នាអត់ត្រូវបែងចែកឲ្យក្រុមហ៊ុននេះតម្លៃនេះក្រុមហ៊ុននោះតម្លៃនោះដើម្បីឲ្យតាក់ទាញអតិថិជនរបស់រៀងខ្លួនហើយដែលផលប៉ះពាល់គឺបងប្អូនយើងអ្នករត់ Pass App កង់3បាទ